Ven do view on YouTube សៅរ៍ផុសម៉ោងណាថ្ងៃច័ន្ទយើងគួរតែផុសម៉ោងណាយើងមើលតាមកន្លែងពណ៌ហ្នឹងណាតែបើតាមខ្ញុំហ្មងខ្ញុំផុសទៀងម៉ោងបើសិនអ្នកនរគ្នាផុសម៉ោង6ល្ងាចគឺមានថាផុសម៉ោង6ល្ងាចរហូតមកទៅគឺថេណាបាទជំរាបសួរបងប្អូនអរគ្នាវិលមកកាន់ channel របស់ខ្ញុំមួយសារទៀតហើយថ្ងៃនេះផងដែរខ្ញុំចែកចម្លែកគន្លឹះខ្លះដែលយើងចាប់ដើមផុសវីដេអូតើនៅពេលដែលយើងផុសវីដេអូយើងផុសនៅម៉ោងណាល្អតើយើងគួរ analyze ឬក៏មើលការ analyze ហ្នឹងកន្លែងណាដើម្បីយើងដឹងថាផុសវីដេអូម៉ោងណាដើម្បី rank វីដេអូមួយនោះតើ viewer ដែលកំពុងមើលវីដេអូយើងដែលយើងផុសហ្នឹងតើអ្នកដែលបាន subscribe នឹងផ្ទាល់ឬក៏មាន viewer គេហៅ viewer ពីក្រៅមកមើលអញ្ចឹងណាអញ្ចឹងដើម្បីយើងមើលបានគឺយើងអ្នកនរគ្នាចូលមកកាន់អឺ Google Chrome បាទដើម្បីចូលទៅកាន់ channel របស់យើងផ្ទាល់តែម្ដងហើយរងចាំបន្តិចហើយមកដល់ហើយ Google អ្នកនរគ្នាវាយពីថា YouTube ដើម្បីចូលទៅកាន់ផ្ទាំងរបស់ YouTube យើងចូលមកកាន់ YouTube ក៏បានឬក៏យើងចូលទៅកាត់ចូលពីថា YT Studio ក៏បានដែរបាទមកដល់កន្លែងនេះខ្ញុំបង្ហាញមួយតាក់ទងមួយ channel ណាខ្ញុំបានទទួលពមៀនពី YouTube តាក់ទងជាមួយនឹងcommunity guidelines strike ហ្នឹងគឺខ្ញុំបានមួយដោយសារខ្ញុំផុសវីដេអូពាក់ព័ន្ធជាមួយនឹងបាទអញ្ចឹងដើម្បីយើងចូលបានយើងចូលមកកន្លែងពមៀនហ្នឹងមកតាក់ទងមួយ community guidelines strike អ្នកនេះដឹងអី YouTube នៅពេលដែលយើងខុសបំពេញគេថាខុសធ្វើខុសវិន័យរបស់ YouTube គឺគេនឹងចាប់ strike របស់យើងហើយអញ្ចឹងចាំមើលវីដេអូក្រោយខ្ញុំនឹងបង្ហាញតាក់ទងជាមួយនឹង policy របស់ YouTube ថាតើវាមានប្រហែលចំណុចដែលយើងត្រូវតែគោរពបាទមានប្រហែលចំណុចទៀតដែលយើងមិនគួរធ្វើបើយើងធ្វើគឺជាប់ដូចខ្ញុំអញ្ចឹងវីដេអូរបស់ខ្ញុំគឺខ្ញុំធ្វើទៅពាក់ព័ន្ធជាមួយនឹងហានិភ័យឬក៏ដាក់ link ក៏ YouTube ចាប់ដែរអញ្ចឹងអ្នកនរគ្នាកុំបង្ហាញ link អីវិញដែរនៅលើ YouTube អូខេយើងចូលដល់ theme របស់យើងវិញពាក់ព័ន្ធជាមួយនឹងកន្លែងនេះយើងមើល dashboard content analyze អញ្ចឹងយើងចូលមកកន្លែង analyze ដើម្បីយើងមើលថា channel របស់យើងហ្នឹងយើងគួរតែផុសវីដេអូនៅម៉ោងណាល្អអញ្ចឹងយើងចូលមកកន្លែងគេនេះ overview content ហើយនឹង analyze តិចហ្នឹងអញ្ចឹងយើងចូលមកកន្លែង analyze តិចគឺយើង scroll មកលើបន្តិចមកគឺយើងឃើញតាក់ទងជាមួយនឹង analyze by នេះ analyze តាក់ទងជាមួយនឹងយើងមើលទ្រុសណាខ្ញុំសូមបញ្យល់ទ្រុសកុំឲ្យវីដេអូយើងកាន់តែឆ្ងាយអ្នកនេះអាចសិក្សាបន្ថែមអាចថាបើសិនជាខ្ញុំនិយាយលឿនពេកឬក៏វីដេអូខ្ញុំធ្វើលឿនពេកអ្នកនរគ្នាខមមិនខាងក្រោមផងខ្ញុំនឹងកាន់វីដេអូហ្នឹងជាខ្លីហើយបញ្យល់ឲ្យច្បាស់តាក់ទងជាមួយនឹង viewer មានថា new view ហ្នឹង view ដែលមិនបានចុច subscribe របស់យើងទេគឺគាត់ចូលមកគាត់មើលវីដេអូរបស់យើងមានថាsuggestion គឺអ្នកមើលដែលថ្មីហ្នឹងគឺមានចំនួន 94.6% គឺមានថាច្រើនជាងអ្នកដែល subscribe របស់យើងទៀតបាទអញ្ចឹង overall អីហ្នឹងគឺនៅតិចទេតែសម្រាប់ខាត suggestion ហ្នឹងគឺមានច្រើនខ្លាំងអូខេយើង scroll មកខាងក្រោមបន្តិចតើតើជាមួយនឹង grow YouTube grow យើងឃើញថាតើ YouTube សំដៅតើវីដេអូមួយណាដែលវា grow up ឡើងនេះតែគេថា low ទាំងអស់អញ្ចឹងវីដេអូរបស់ខ្ញុំគឺតកតងជាមួយនឹងការបង្រៀនអញ្ចឹងទៅអត់សូវមានអ្នកចាប់អារម្មណ៍ប៉ុន្មានទេបាទចាប់អារម្មណ៍លុះត្រាតែគាត់ត្រូវការ search វីដេអូឬក៏ជាចំណេះកន្លឹះណាមួយមិនគាត់ search អញ្ចឹងណាបើឲ្យមើលជាអចិន្ត្រៃយ៍វាអត់អាចទេអញ្ចឹងយើងអូនមក scroll មកទៀតតកតងជាមួយនឹងម៉ោង when your view are on YouTube បាទ YouTube អញ្ចឹងយើងតកតងមួយម៉ោងយើងមើលខាងលើគេបំផុតនេះខ្ញុំបញ្យល់បន្តិចតកតងជាមួយនឹងនេះដូចជា schedule មួយអញ្ចឹងណាអញ្ចឹងដល់ពេលយើងអូសមកវាសបែបនេះគឺមានថា viewer របស់យើងអត់មានអ្នកមើលទេក្នុងចន្លោះម៉ោងហ្នឹងបើសិនយើងផុសមកម៉ោង12 AM នេះគឺមានថាអត់មានអ្នកមើលទេចន្លោះម៉ោងហ្នឹងគឺអញ្ចឹងបើសិនជាពឹងផុសម៉ោង6គឺក៏អត់មានអ្នកមើលដែរសារវាអូសទៅវាសទាំងអស់ណាប៉ុន្តែអ្នកនរនេះផុសធ្វើម៉េចឲ្យចំអាកន្លែង cloud QQ នេះ
ពណ៌ស្វាយដិតខ្លាំងហ្នឹងចឹងបើយើងផុសចំអាហ្នឹងទៅវាអាចនឹងអត្រាខ្ពស់ចឹងយើងអាចមើលថាថ្ងៃសៅរ៍យើងផុសនៅម៉ោងណាបាទថ្ងៃសៅរ៍ផុសម៉ោងណាថ្ងៃច័ន្ទយើងគួរតែផុសម៉ោងណាយើងមើលតាមកន្លែងពណ៌ហ្នឹងណាតែបើតាមខ្ញុំហ្មងខ្ញុំផុសទៀងម៉ោងបើសិនអ្នកនរគ្នាផុសម៉ោង6ល្ងាចគឺមានថាផុសម៉ោង6ល្ងាចរហូតមកទៅគឺថេណាហ្នឹងសម្រាប់វាហីខមមិនពីខាងខ្ញុំទៅបើយើងផុសតាមហ្នឹងក៏បានដែរសំខាន់យើងនេះបើថាផុសម៉ោង12យើងមើលមក12មកតែបងអូនឃើញ12វាសកុំផុសម៉ោង12អីយើងផុសម៉ោងណាដែលគិតថាវាថេណាអូខេកន្លែងហ្នឹងអ្នកនរគ្នាយល់ហើយអញ្ចឹងយើងមើលតាក់ទងជាមួយនឹង device ដែលកំពុងមើលវីដេអូរបស់យើងហ្នឹងតើមាន device ណាខ្លះដែលមើលវីដេអូរបស់យើងណាមាន smartphone ប៉ុន្មានភាគរយ computer ប៉ុន្មានភាគរយមាន tablet មាន TV ទៀតអញ្ចឹងកន្លែងនេះគឺជា option មួយដែលបង្ហាញថាវីដេអូរបស់យើងហ្នឹងថាតើរែងទៅដល់ទីតាំងណាខ្លះហើយតាក់ទងមួយប្រទេសក៏យើងអាចមើលដឹងដែរតមកអាយុតាក់ទងមួយភេទក៏យើងអាចដឹងដែរបាទក្នុងហ្នឹងគឺយើងអាច scroll មើលបន្ថែមទៅបាទ subtitle តាក់ទងជាមួយនឹងគេហៅ top grade ឬក៏ top ឡើងទៅដល់ប្រទេសណាខ្លះហ្នឹងវីដេអូរបស់ខ្ញុំនិយាយជាភាសាខ្មែរអញ្ចឹងទៅក៏អត់សូវមានអ្នកជនបរទេសណាមកមើលវីដេអូនេះដែរដោយសារមើលអត់យល់ដោយសារខ្ញុំបង្រៀននេះចែកម្លែកតាក់ទងជាមួយនឹងតែភាសាខ្មែរទេកន្លឹះខ្លះអញ្ចឹងណាអញ្ចឹងកម្ពុជាគឺមានរហូតដល់ 91% បាទអញ្ចឹងឃើញថាបើសិនជាយើងនិយាយអង់គ្លេសខ្លះតាក់ព័ន្ធជាមួយនឹងវីដេអូរបស់យើងក៏អាចមានជនបរទេសមើលដែរតែវាមិនអាចទេដោយសារបើយើងនិយាយភាសាខ្មែរឬភាសាអង់គ្លេសនៅតែខ្មែរមើលតែលើភាសាបរទេសគេจะត្រូវការភាសាអង់គ្លេសសុទ្ធតែវីដេអូខ្លះវិញអ្នកនរគ្នាបើចាំនិយាយក៏បានដែរដាក់ភ្លេងទៅហើយយើងអាចដាក់ជាភាសាអង់គ្លេសចំណងជើងជាភាសាអង់គ្លេសណាតែយើងដាក់ភ្លេងតែបើមិនយើងនិយាយភាសាអង់គ្លេសអត់បានអញ្ចឹងណាអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងឯងមកចែកជូនអ្នកនរគ្នាសង្ឃឹមថាអ្នកនរគ្នាមើលវីដេអូនេះយល់ហើយតាក់ទងជាមួយនឹង analyze ជាពិសេសខ្ញុំផ្ដោតទៅលើការផុសវីដេអូគឺអ្នកនរគ្នាត្រូវមើលកន្លែងហ្នឹងជាពិសេសកន្លែងហ្នឹងតាក់ទងមួយផុសអញ្ចឹងនៅពេលដែលយើងផុសខុសអាហ្នឹងទៅវាអាចវីដេអូរបស់យើងអត់សូវមានអ្នកមើលអញ្ចឹងបើសិនជាយើងផុសត្រូវគេស្ទង់មើលហ្នឹងគឺមានថាវីដេអូរបស់យើងវាអាចនឹងក្រូឡើងអញ្ចឹងណាបាទអរគុណអ្នកនរគ្នាសម្រាប់ការតាមដានកុំភ្លេចជួយ share វីដេអូនេះផងបាទសូមអរគុណ